លោកគ្រូទាំងអស់គ្នាថ្ងៃនេះលោកគ្រូសមូនមានវីដេអូខ្លីមួយទៀតតាក់ទងជាមួយរបៀបសរសេរអនុសាសន៍ស្រាវជ្រាវដែលយើងហៅថា research recommendation អញ្ចឹងវីដេអូមុនលោកគ្រូសមូនបានបង្ហាញតាក់ទងជាមួយសារប្រយោជន៍ស្រាវជ្រាវដែលយើងហៅថា research implication អញ្ចឹងសួរថាពីរហ្នឹងវាខុសគ្នាដូចម្ដេចហើយត្រូវតែសេយ៉ាងដូចម្ដេចនៅក្នុងចម្ពោះទី5ឬក៏ចម្ពោះទី6អាស្រ័យទៅតាមចម្ពោះដែលសាលានីមួយៗបានកំណត់នៅក្នុងការសាស្ត្រាវជ្រាវនិយាយខ្លីទៅគឺជាចម្ពោះចុងក្រោយបន្ទាប់ពីពិភាក្សាលទ្ធផលរួចយើងគឺផ្ដោតទៅលើការផ្ដល់សារៈប្រយោជន៍ឬក៏ផ្ដល់អនុសាសន៍សម្រាប់លទ្ធផលនៃការសិក្សាស្រាវជ្រាវដែលបានរកឃើញអញ្ចឹងជាទូទៅ research implication ដែលយើងហៅថាសារៈប្រយោជន៍ស្រាវជ្រាវឬក៏ research recommendation អនុសាសន៍ស្រាវជ្រាវហ្នឹងគឺវាគូគ្នាអញ្ចឹងគេសេពាក្យចូលគ្នាហ្មងគេថា research implication and recommendation ប៉ុន្តែនៅក្នុងវីដេអូនេះលោកគ្រូសំអូនញែកដើម្បីឲ្យលោកគ្រូឃើញពីភាពខុសគ្នារវាង research implication និង recommendation ប៉ុន្តែនៅពេលដែលគេសរសេរទៅនោះគឺគេសរសេរអាពីរនឹងចូលគ្នាអញ្ចឹងពេលហ្នឹងលោកគ្រូឃើញតាំងពី research implication និង research recommendation អញ្ចឹងសូមបញ្ជាក់ឡើងវិញកាលណាគេនិយាយពី research implication មានន័យថាគេនិយាយពីទូលំទូលាយមានថាការផ្ដល់ជាកម្រិតយោបល់ទូលំទូលាយទៅលើទស្សនវិជ្ជា3យ៉ាងមានថាទស្សនវិជ្ជាប្រតិបត្តិទស្សនវិជ្ជាសង្គមនិងទស្សនវិជ្ជាគ្រូសាស្ត្រចំណែកអនុសាសន៍ស្រាវជ្រាវអញ្ចឹងអនុសាសន៍ស្រាវជ្រាវហ្នឹងគឺគេសំដៅទៅលើការបំពេញបន្ថែមសម្រាប់ភាពខ្វះចន្លោះនៃចំណេះដឹងពីមុនឬក៏ដោះស្រាយបញ្ហាជាក់លាក់ណាមួយដែលបានកើតឡើងនឹងកើតមានឡើងឬក៏កំពុងកើតឡើងហើយគេដោះស្រាយតាមរយៈការផ្ដល់អនុសាសន៍ចង្អុលបង្ហាញពីសកម្មភាពជាក់លាក់ការសម្រេចចិត្តឬការសិក្សាបន្តអញ្ចឹងលោកគ្រូមើលចំណុចនេះណាអញ្ចឹងមានថានៅពេលគេនិយាយពីការសរសេរអនុសាសន៍ស្រាវជ្រាវនោះគឺគេផ្ដល់សកម្មភាពជាក់លាក់ចង្អុលបង្ហាញពីសកម្មភាពជាក់លាក់ចង្អុលបង្ហាញពីគោលនយោបាយជាក់លាក់ឬក៏ចង្អុលបង្ហាញពីការសិក្សាស្រាវជ្រាវបន្តទៅលើបញ្ហាជាក់លាក់ណាមួយអញ្ចឹងវាមានលក្ខណៈខុសប្លែកពី research implication ដល់ថា research implication ហ្នឹងគឺយើងផ្ដល់ជារួមជាគំនិតរួមជាគោលនយោបាយរួមជាការប្រតិបត្តិរួមប៉ុន្តែនៅពេលដែលផ្ដល់អនុសាសន៍ស្រាវជ្រាវហ្នឹងគឺគេផ្ដល់អនុសាសន៍ទៅលើសកម្មភាពជាក់លាក់ប៉ុន្តែនៅពេលគេសរសេរដូចខ្ញុំបញ្ជាក់ជូនលោកគ្រូអញ្ចឹងនៅពេលសរសេរហ្នឹងគឺគេសរសេរ research implication ហើយនិង research recommendation ហ្នឹងពីរនឹងចូលគ្នាពីព្រោះពីរហ្នឹងវាអត់បំបែកគ្នាបានទេប៉ុន្តែគេចង់មើលលក្ខណៈខុសប្លែកគ្នាពីរនឹងត្រង់ណាត្រង់ថាមួយគឺសរសេរជារួមប៉ុន្តែមួយទៀតផ្ដល់ជាសកម្មភាពជាក់លាក់អញ្ចឹងគេយកអារួមហើយអាជាក់លាក់ហ្នឹងបូកចូលគ្នាទៅបានជា research implication និង research recommendation ចូលគ្នាហើយទស្សនវិជ្ជាដែលសម្លឹងមើលហ្នឹងគឺដូចគ្នាគឺមើលទស្សនវិជ្ជាមានថាមើលទស្សនវិជ្ជាប្រតិបត្តិសំដៅទៅលើការឆ្លុះបង្ហាញសកម្មភាពជាក់លាក់មើលលើទស្សនវិជ្ជាសង្គមសំដៅទៅលើការឆ្លុះបង្ហាញឬក៏តាក់ទងជាមួយនឹងគោលនយោបាយមើលទស្សនវិជ្ជាគ្រូសាស្ត្រតាក់ទងជាមួយនឹងបំពេញបន្ថែមលើទ្រឹស្ដីឬក៏ការឆ្លុះបង្ហាញចំពោះការសាស្ត្រាវជ្រាវបន្តប៉ុន្តែត្រង់ថាអនុសាសន៍ស្រាវជ្រាវនេះគឺផ្ដោតលើ3ដែរប៉ុន្តែផ្ដោតទៅលើសកម្មភាពជាក់លាក់វា specific វាច្បាស់លាស់ជាង research implication ដែលគាត់សរសេរជារួមប៉ុន្តែដូចខ្ញុំបញ្ជាក់ជូនខាងដើមម្ដងទៀតថាចំណុចពីរហ្នឹងខុសគ្នាប៉ុន្តែខុសគ្នាមែននៅពេលគេសរសេរគឺសេពាក្យចូលគ្នាតែម្ដងគេថា research implication and recommendation បាទអញ្ចឹងយើងមើលថាតើនៅពេលដែលយើងសរសេរ research recommendation មានថាអនុសាសន៍ស្រាវជ្រាវហ្នឹងតើមានធាតុអីខ្លះអញ្ចឹងនៅក្នុងនោះគឺជាទូទៅវារំលេចធាតុ5ហ្នឹងមានថាទី1គឺយើងសង្ខេបលទ្ធផលបន្តិចមកលទ្ធផលដែលយើងរកឃើញនៅក្នុងការសិក្សាស្រាវជ្រាវចេញពីហ្នឹងមកយើងបង្ហាញពីសារៈប្រយោជន៍លទ្ធផលស្រាវជ្រាវដែលយើងហៅថា research implication ហើយចេញពីហ្នឹងមកគឺអនុសាសន៍លើប្រតិបត្តិអនុសាសន៍លើគោលនយោបាយហើយនឹងអនុសាសន៍សម្រាប់ការសិក្សាស្រាវជ្រាវបន្តឬក៏លើទ្រឹស្ដីអញ្ចឹងលោកឃើញនេះអាធាតុទី2នេះគឺជា research implication អញ្ចឹងហើយបានគេថានៅពេលដែលយើងពិភាក្សាលទ្ធផលចប់នៅចំពោះទី5ឬចំពោះទី6អាស្រ័យទៅតាមគោលនយោបាយកំណត់របស់ស្កបឆ្លៃមួយអញ្ចឹងនៅពេលដែលយើងទៅសេហ្នឹងអាពីរហ្នឹងវាចូលគ្នា research implication ហើយនិង recommendation ហ្នឹងគឺចូលគ្នាតែម្ដងអញ្ចឹងចូលគ្នាត្រង់ថាមិនដែរត្រង់លេខ2ហ្នឹងគឺមាន research implication ហើយលេខ3លេខ4លេខ5ក៏មាន research implication អញ្ចឹងមានន័យថានៅពេលលេខ2មាន research implication យើងសេបែបជារួមហើយនៅពេលយើងផ្ដល់អនុសាសន៍យើងសេបែបច្បាស់លាស់ទៅអញ្ចឹងមានថាអាពីរហ្នឹងគឺវានៅដើរចូលគ្នានៅពេលដែលយើងសរសេរអញ្ចឹងឥឡូវសូមនាំទៅលោកគ្រូទៅមើលទាំងអស់គ្នាថាតើការសរសេរអនុសាសន៍ស្រាវជ្រាវហ្នឹងគឺយើងសរសេរយ៉ាងដូចម្ដេចឬក៏មានលក្ខណៈយ៉ាងដូចម្ដេចក្នុងឧទាហរណ៍នេះខ្ញុំបង្ហាញពីចំណុចទី1តាក់ទងជាមួយលទ្ធផលសង្ខេបមានថាជាលទ្ធផលដែលយើងរកឃើញពីការសិក្សាស្រាវជ្រាវរបស់យើងអញ្ចឹងឧទាហរណ៍ថាលទ្ធផលនៃការសិក្សាបានបង្ហាញថាការបង្រៀននិងការរៀនតាមប្រព័ន្ធអេឡិចត្រូនិកគឺពិតជាមានផលប៉ះពាល់ដល់លទ្ធផលនៃការសិក្សារបស់និស្សិតបណ្ដុំសិក្សាខណៈពេលសិស្សរៀនតាមប្រព័ន្ធអេឡិចត្រូនិកពួកគេបានប្រឈមនឹងបញ្ហា
មួយចំនួនដូចជាការគ្រប់គ្រងពេលវេលាការចូលរួមការរៀនខ្លឹមសារមេរៀនឬក៏បញ្ហាបច្ចេកទេសជាដើមអញ្ចឹងអានេះជាលទ្ធផលការសាស្ត្រាវជ្រាវដែលយើងបានរកឃើញអញ្ចឹងយើងបង្ហាញតិចបាទពីបង្ហាញហើយគឺយើងចូលទី2គឺបង្ហាញសារៈប្រយោជន៍លទ្ធផលស្រាវជ្រាវមានថាជា research application អញ្ចឹងលទ្ធផលនៃការសិក្សានេះគឺបានបង្ហាញពីភាពចាំបាច់តម្រូវឲ្យមហាវិទ្យាល័យរៀបចំផែនការបង្រៀននិងរៀនតាមប្រព័ន្ធអេឡិចត្រូនិកឡើងវិញដើម្បីបង្កើនប្រសិទ្ធភាពគុណភាពនិងការចូលរួមរបស់និស្សិតអញ្ចឹងមានថាលោកគ្រូដឹងហើយថានៅពេលយើងសរសេរតាក់ទងជាមួយនឹងសារៈប្រយោជន៍លទ្ធផលស្រាវជ្រាវគឺយើងសរសេរបែបលក្ខណៈទូទៅឬក៏លក្ខណៈរួមអញ្ចឹងដូចលោកគ្រូឃើញឡើយនេះអញ្ចឹងគេផ្ដល់ជារួមថាឲ្យមហាវិទ្យាល័យហ្នឹងគួរគិតពិចារណារៀបចំផែនការការបង្រៀននិងការរៀនតាមប្រព័ន្ធអេឡិចត្រូនិកឡើងវិញដើម្បីបង្កើនប្រសិទ្ធភាពក៏ដូចជាគុណភាពនិងការចូលរួមរបស់និស្សិតអញ្ចឹងចេញមកដាច់មក3គឺផ្ដល់អនុសាសន៍ទៅលើប្រតិបត្តិអញ្ចឹងលោកគ្រូដឹងហើយថាកាលណាគេនិយាយតាក់ទងជាមួយនឹង research recommendation អញ្ចឹងកន្លែងហ្នឹងគឺត្រូវផ្ដល់ឲ្យបានច្បាស់លាស់ឬក៏ជាក់លាក់ថាធ្វើយ៉ាងម៉េចអញ្ចឹងដូច្នេះមហាវិទ្យាល័យគួរផ្ដល់ការទ្រទ្រង់បន្ថែមអំពីរបៀបនៃការបង្រៀននិងការរៀនតាមប្រព័ន្ធអេឡិចត្រូនិកដូចជាបាទការផ្ដល់សេវាប្រឹក្សាការរៀនតាមប្រព័ន្ធអេឡិចត្រូនិកបាទអាហ្នឹងគ្រូឃើញណាផ្ដល់ជាក់លាក់គ្រូណាការបណ្ដុះបណ្ដាលពីការគ្រប់គ្រងពេលវេលាការធ្វើបរិបត្តិកម្មខ្លឹមសារមេរៀនមានថាធ្វើឲ្យខ្លឹមសារមេរៀននឹងវាមានភាពសាមញ្ញឆ្លើយតបទៅនឹងសារភាពជាក់ស្ដែងឬក៏របៀបប្រើប្រាស់បច្ចេកវិទ្យាជាដើមអញ្ចឹងលោកគ្រូឃើញគឺយើងផ្ដល់សកម្មភាពជាក់លាក់សួរថាគួរគាត់ធ្វើអ្វីខ្លះសកម្មភាពជាក់លាក់អញ្ចឹងគាត់អាចផ្ដល់សេវាកម្មរៀបចំសេវាកម្មប្រឹក្សាដើម្បីលើកទឹកចិត្តដល់ពួកគាត់ដែលរៀនតាមប្រព័ន្ធអេឡិចត្រូនិកឬក៏បណ្ដុះបណ្ដាលពីការគ្រប់គ្រងការប្រើប្រាស់ពេលវេលាការរៀនតាមប្រព័ន្ធអេឡិចត្រូនិកឬក៏ធ្វើបរិបត្តិកម្មឬក៏មេរៀនខ្លឹមសារមេរៀនដែលយើងពីមុនរៀនផ្ទាល់អញ្ចឹងដល់ពេលអត់រៀនផ្ទាល់ខ្លឹមសារមេរៀនគួរតែកែប្រែយ៉ាងដូចម្តេចដើម្បីឆ្លើយតបទៅនឹងសារភាពជាក់ស្ដែងអញ្ចឹងអាឡ័យហ្នឹងហើយគេហៅថាជាសកម្មភាពជាក់លាក់សម្ដៅទៅលើការប្រតិបត្តិមួយទៀតគឺចូលចំណុចមួយទៀតចំណុចទី4តកតងជាមួយនឹងអនុសាសន៍ទៅលើគោលនយោបាយអញ្ចឹងជាមួយគ្នាអ្នករៀបចំគោលនយោបាយអប់រំចំគ្រូណាសាកលវិទ្យាធិការអ្នករដ្ឋបាលអប់រំអ្នកគ្រប់គ្រងផ្នែកសិក្សាធិការសាស្ត្រាចារ្យឬគ្រូបង្រៀនថ្នាក់ឧត្តមសិក្សាគួរធ្វើបច្ចុប្បន្នភាពគោលនយោបាយផែនការរៀននិងការបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិកតាមរយៈការពិនិត្យបាទលោកគ្រូមើលណាតាមរយៈការពិនិត្យវិតម្លៃពីផលប៉ះពាល់កែសម្រួលកម្មវិធីសាស្ត្រវិធីសាស្ត្របង្រៀនខ្លឹមសារមេរៀនសកម្មភាពរៀនការផ្ដល់ជំនួយបន្ថែមផ្នែកសម្ភារៈឧបទេសឬក៏បច្ចេកវិទ្យាជាដើមអញ្ចឹងចង់បង្ហាញលោកគ្រូឡើយហ្នឹងណាអញ្ចឹងដល់ពេលដែលលោកគ្រូសេអនុសាសន៍ហ្នឹងគឺបង្ហាញគេឲ្យច្បាស់ដើម្បីគេយកទៅថាតើគេអនុវត្តហ្នឹងធ្វើយ៉ាងដូចម្តេចវាខុសពី research application ដែលយើងទៅសេជារួមបាទអញ្ចឹងអានេះអនុសាសន៍តទៅជាមួយនឹងការផ្ដល់ផ្នែកគោលនយោបាយហើយមួយទៀតនេះគឺតកតងជាមួយនឹងការផ្ដល់អនុសាសន៍លើទ្រឹស្ដីឬក៏ការស្រាវជ្រាវបន្តអញ្ចឹងកន្លែងនេះគឺដូចបញ្ជាក់ជូនលោកគ្រូពីខាងដើមអញ្ចឹងគឺយើងផ្ដល់ចង្អុលបង្ហាញឲ្យច្បាស់លាស់ថាតើអាចចំណុចដែលគាត់គួរស្រាវជ្រាវបន្តពីអីហើយភាគច្រើនដោយលោកគ្រូដឹងហើយអានេះគឺដកចេញមកពី research limit និង delimitation ពួកយើងប្រាប់ថា research យើងគឺមានដែនកំណត់មានការកំណត់ដែនមានដែនកំណត់ធម្មតាអញ្ចឹងអាកន្លែងហ្នឹងហើយវាអាចលំអៀងដល់លទ្ធផលអញ្ចឹងលោកគ្រូយកអាចំណុចហ្នឹងដើម្បីឲ្យគេសិក្សាស្រាវជ្រាវបន្តដូចជាកន្លែងនេះអញ្ចឹងការសិក្សាស្រាវជ្រាវនេះគឺបានផ្ដោតលើកត្តាប្រឈមនៃការរៀននិងការបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិកជារួមមានតែជាទូទៅលោកគ្រូណាអញ្ចឹងក្នុងករណីនេះអ្នកសិក្សាស្រាវជ្រាវអាចសិក្សាលម្អិតអំពីផលលំបាកនៃការប្រើប្រាស់ឧបករណ៍រៀនតាមប្រព័ន្ធអេឡិចត្រូនិកមានថាអាចតកតងជាមួយ virtual learning platform លោកគ្រូណាអញ្ចឹងអាចជាក់លាក់ចង់ថាឥឡូវ platform ណាមួយបាទសិក្សាពីផលប៉ះពាល់ហ្នឹងឬ platform ណាមួយមកតាម Telegram តាមអីគេមកថាឥឡូវតាមTelegram មួយលោកគ្រូចឹងអត់តាម Google Class មួយចឹងអត់ Google Classroom ទីហោគ្រូណាបាទឬក៏តាម Seesaw ចឹងអត់ទីហោអញ្ចឹងយើងសិក្សាពីអា platform ណាមួយថាផលប៉ះពាល់នៃការប្រើ platform យ៉ាងម៉េចបាទឬក៏ទី2តកតងជាមួយអន្តរកម្មរវាងសិស្សនៅពេលរៀនតាមប្រព័ន្ធអេឡិចត្រូនិកតើអន្តរកម្មរបស់គាត់យ៉ាងម៉េចដែរមានផលប៉ះពាល់លើការរៀនអត់ឬក៏តកតងជាមួយនឹងវិន័យនិងកម្លាំងចិត្តផ្ទាល់ខ្លួនមានថាតកតងជាមួយនឹង self discipline ឬក៏ motivation នៅពេលដែលគាត់រៀនតានឹងយ៉ាងម៉េចដែរឬក៏ប្រើប្រាស់វិធីសាស្ត្រស្រាវជ្រាវឬក្រុមគោលដៅផ្សេងមានថាខុសពីអ្វីដែលយើងបានធ្វើខាងអញ្ចឹងអាកន្លែងហ្នឹងគឺយើងផ្ដល់ពីបញ្ហាជាក់លាក់ដើម្បីឲ្យគេសិក្សាស្រាវជ្រាវបន្តអញ្ចឹងដោយលោកគ្រូសមជាក់អញ្ចឹងអាបញ្ហាជាក់លាក់នេះភាគច្រើនផុតយើងគឺទាញចេញមកពី research limit និង delimitation ដែលយើងបង្ហាញថាអាហ្នឹងវាជាផលប៉ះពាល់ធ្វើឲ្យលទ្ធផលនៃការសិក្សាអាចលបៀងអញ្ចឹងយកអាហ្នឹងមកឲ្យគេសិក្សាស្រាវជ្រាវបន្តបាទអញ្ចឹងអាហ្នឹងគឺតកតងជាមួយនឹងការសរសេរអនុសាសន៍ស្រាវជ្រាវអញ្ចឹងជារួម
ការសេអនុសាសន៍ស្រាវជ្រាវគឺវាដើរតួគូជាមួយនឹងសារៈប្រយោជន៍លទ្ធផលស្រាវជ្រាវមានថា research implication ហើយ research recommendation ហ្នឹងអាពីរហ្នឹងគឺចូលគ្នាគ្រាន់តែ research implication យើងសេលក្ខណៈជាទូទៅចំណែក research recommendation ហ្នឹងគឺទៅសេផ្ដោតលើសកម្មភាពជាក់លាក់អញ្ចឹងលោកគ្រូសំអូនសង្ឃឹមថាវីដេអូដ៏ខ្លីមួយនេះនឹងជាប្រយោជន៍ដល់លោកគ្រូទាំងអស់គ្នាលោកគ្រូសំអូនសូមអរគុណសូមជម្រាបលា